ai cái đi tận tái đời lại dùng một chân này mà châuរួមtrong tí đấy cứ miên dùng một chân hiện trạng cứ miên dùng một chân mai mà hai là có hay miên đồng nang hàng sắt tay nhà vòn Campuchia ban một châu luôn này thấy cam vật thụ chụp bong đại dương per Campuchia là pe đấy cứ dương miên cam vật thụ cho bác lo để sao tập nháy đấy cứ bị chia chốt mai giúp bạn đăng tha chụp nháy kéo tha The World Day of International Social Justice គឺជាទិវាយុត្តិធម៌សង្គមពិភពលោកដែលអង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់នៅឆ្នាំ2007ថាជាថ្ងៃបុណ្យជាអន្តរជាតិជាទិវាអន្តរជាតិដូច្នេះហើយបានធ្វើជាពួកខ្ញុំជាយុវជននឹងបានឆ្លៀតឱកាសថ្ងៃនេះដើម្បីមកប្រារព្ធពិធីដែលពួកខ្ញុំមានកម្រោធ្វើនឹងមានការបលែងសត្វស្លាប់ដើម្បីបង្ហាញពីការលើកស្ទួយសិទ្ធិសេរីភាពដូចជាការលើកស្ទួយដាស់នៅផ្សព្វផ្សាយនៅស្មារតីនៃយុត្តិធម៌សង្គមជូនដល់ប្រទេសកម្ពុជាទាំងមូលហើយឥឡូវដូច្នេះសូមឲ្យកញ្ញាជេជីអញ្ជើញអានសេចក្ដីសាររួមនៃទិវាថ្ងៃនេះនឹងខ្ញុំជេជីគឺជាសមាជិកក្រុមយុវជនខ្មែរមហានគរដោយសារតែសម្រាប់ឋាននេះគឺយើងត្រូវថ្លែងនៅលើទីលានជាតិបតៃតែដោយសារទីលានជាតិបតៃបរាជ័យឥឡូវហ្នឹងគឺយើងសូមអាននៅមុខ UN ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រទិវាយុត្តិធម៌សង្គមពិភពលោក World Day of Social Justice 20 កុម្ភៈយុត្តិធម៌គឺជាអ្វីដែលមនុស្សជាតិចង់បានខ្មែរគ្មានយុត្តិធម៌គ្មានសន្តិភាពថ្ងៃទី20 កុម្ភៈគឺជាទិវាយុត្តិធម៌សង្គមអន្តរជាតិយុត្តិធម៌សង្គមការស្មើភាពគ្នាក្នុងនាមមនុស្សជាតិក្នុងអាជីពការងារនិងចំពោះមុខច្បាប់គឺជាអ្វីដែលមានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សដូច្នេះហើយបានជាសមាគមអន្តរជាតិបានខិតខំប្រឹងប្រែងលើកស្ទួយយុត្តិធម៌សង្គមបានរយៈកាលចូលជាសមាជិកនៃសន្ធិសញ្ញាដែលជាប់ពាក់ព័ន្ធផ្សេងក្នុងនោះស្មារតីនេះឆ្នាំ2007អង្គការសហប្រជាជាតិព្រមទាំងរដ្ឋជាសមាជិកបានប្រកាសថ្ងៃនេះជាទិវាយុត្តិធម៌សង្គមពិភពលោកក្នុងគោលបំណងលើកស្ទួយយុត្តិធម៌សង្គមជាតិនីមួយៗក្នុងពេលដំណើរគ្នានេះដែរប្រទេសកម្ពុជាយើងសង្កេតឃើញថាមានការរំលោភសិទ្ធិមនុស្សនិងការធ្វើឲ្យធ្លាក់ចុះស្មារតីនៃយុត្តិធម៌សង្គមដោយសារតែថ្មីនេះគេសង្កេតឃើញថាមានការបង្ក្រាបដោយហិង្សាធ្វើឡើងដោយអាជ្ញាធរទៅលើបាតុករអហិង្សានិងកម្មកររោងចក្រដែលនាំឲ្យបាត់បង់ជីវិតមនុស្សមួយចំនួនរងរបួសមនុស្សមួយចំនួនទៀតបាត់ខ្លួនព្រមទាំង21នាក់ទៀតត្រូវបានឃុំខ្លួនព្រមទាំងទទួលការកាត់ទោសដោយអយុត្តិធម៌បំផុតជាពិសេសសាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសមួយដែលមានលក្ខណៈរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពនៃការជួបជុំគ្នានិងសេរីភាពនៃការបញ្ចេញមតិដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សព្រមទាំងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារដ្ឋធម្មនុញ្ញឆ្នាំ1993នៃព្រះរាជាណាចក្រកម្ពុជាមាត្រាទី41ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួនសេរីភាពខាងសារព័ត៌មានសេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំដូច្នេះវិធានការរបស់សាលារាជធានីភ្នំពេញបានបំបែកការជួបជុំមនុស្សចាប់ពី10នាក់គឺជាការរំលោភលើសិទ្ធិសេរីភាពខាងការជួបជុំដែលធានាដោយមាត្រាទី41ម្យ៉ាងវិញទៀតស្ថានភាពរបស់ប្រទេសកម្ពុជាមិនទាន់អាក្រក់ដល់ថ្នាក់អាជ្ញាធរប្រើវិធានការបែបនេះទេតាមបទដ្ឋានអន្តរជាតិការបំបត្តិសេរីភាពសិទ្ធិសេរីភាពក្នុងការជួបជុំលើសពី10នាក់អាចធ្វើទៅបានលុះត្រាតែប្រទេសមួយស្ថិតក្នុងសហភាពឆាវឡាវមានក្រុមប្រដាប់អាវុធកំពុងប្រើអាវុធតទល់ជាមួយអាជ្ញាធរឬក៏មានអំពើហិង្សាធ្ងន់ធ្ងររវាងសហគមន៍និងនិកាយនិន្នាការនយោបាយដែលនាំឲ្យមានការសម្លាប់រង្គាលក្នុងករណីប្រទេសស្ថិតក្នុងសហភាពឆាវឡាវធ្ងន់ធ្ងរសហភាពជាតិត្រូវប្រជុំបន្ទាន់ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នប្រើច្បាប់អាជ្ញាសឹកដែលនាំឲ្យអាជ្ញាធរបំបត្តិសិទ្ធិនិងសេរីភាពមួយចំនួនដូចជាសេរីភាពក្នុងការដើរហើរសេរីភាពក្នុងការជួបជុំជាដើមជាបញ្ចប់ក្នុងទិវានេះពួកយើងខ្ញុំជាយុវជនសូមប្រកាសផ្សព្វផ្សាយស្មារតីនៃយុត្តិធម៌សង្គមជូនដល់ព្រះរាជាណាចក្រកម្ពុជាពួកខ្ញុំសូមឆ្លៀតឱកាសនេះសូមទាមទារឲ្យលុបចោលជាបន្ទាន់នូវសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញដែលហាមប្រាមការជួបជុំលើសពី10នាក់ព្រមទាំងទាមទារឲ្យដោះលែងជាបន្ទាន់អ្នកទាំង20នាក់21នាក់ដែលកំពុងតែជាប់ឃុំឃាំងរាជធានីភ្នំពេញថ្ងៃទី20 កុម្ភៈឆ្នាំ2014អាចសួរជំនួសទៅការប្រក្រាបពីវិទ្យុអស៊ីសេរីចាហើយចាត់ទុកសកម្មភាពរបស់អាជ្ញាធរទៅមិញជាពិសេសកងកម្លាំងខណ្ឌអូនពេញទៅមិញដើរតាមអូនតំបងស្អីស្កាំងយ៉ាងម៉េចដែរទៅធ្វើរបៀបហ្នឹងបាទថ្ងៃនេះដែរគឺជាថ្ងៃបាទចិត្តគឺសំណាងហើយសំណាងគឺជាតំណាងសមាជិក
រំយុវជនខ្មែរមហានគរថ្ងៃដែរគឺមានការបង្ក្រាបពីអាជ្ញាធរនៅក្នុងទិវាយុទ្ធសាស្ត្រពិភពសង្គមពិភពលោកយើងសង្កេតឃើញថាការបង្ក្រាបការបណ្តេញចេញរបស់អាជ្ញាធរនៅកងបណ្ដាបុបាច់នេះគឺបំពេញលើសិទ្ធិសេរីភាពការបញ្ចេញមតិការដើរហើរការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរនៅដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញប៉ុន្តែអ្វីដែលសំខាន់នោះគឺមានការបង្ក្រាបការបានចាប់ប្រជាពលរដ្ឋម្នាក់ដែលបាននៅក្នុងផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់នឹងទឹកចិត្តដល់ឆន្ទៈរបស់យុវជនក្នុងការចូលរួមក្នុងសង្គមបន្ថែមទៀតនៅក្នុងថ្ងៃនេះដែរគឺយើងបានប្រារព្ធពិធីមួយគឺពិធីទិវាផលសង្គមពិភពលោកដូច្នេះគឺយើងមានការបន្លែងសត្វស្លាបដើម្បីតំណាងថាពួកយើងចង់បានយុត្តិធម៌និងសិទ្ធិសេរីភាពប្រកបមួយដូច្នេះគឺយើងសូមឲ្យរដ្ឋាភិបាលកុំឲ្យគាត់ប្រើអំពើហិង្សានិងការបង្ក្រាបទៅលើប្រជាពលរដ្ឋនិងជាពិសេសនោះគឺទៅឲ្យតម្លៃទៅលើយុវជនជាពិសេសនិស្សិតបញ្ញវន្តពីព្រោះពួកគាត់ចង់ចូលរួមសង្គមជាតិចង់ចូលរួមខាងប្រឆាំងអំពើអយុត្តិធម៌ប្រឆាំងអំពើពុករលួយនិងរួមចំណែកកសាងប្រទេសជាតិផងដែរដូច្នេះដែរគឺខ្ញុំសូមស្នើទៅដល់រដ្ឋាភិបាលគង់មានការបង្ក្រាបនិងការបំបិទសិទ្ធិទៅជាប្រជាពលរដ្ឋជាពិសេសនោះយុវជនតែម្ដងបាទតើយើងនឹងធ្វើបានម៉េចបិទសិទ្ធិជាប់ឃុំហ្នឹងដើម្បីឬថាត្រូវបានគេចាប់តើក្នុងនាមយើងដែលគាត់ខំមកជួយគ្រប់គ្រងយើងតើយើងនឹងធ្វើបានមិនដែរដើម្បីនៅក្នុងនោះដែរគឺយើងនៅតែបន្តតវ៉ានឹងការឲ្យពួកគាត់នឹងដោះលែងទៅជាពលរដ្ឋម្នាក់ដែលបានគាត់ចាប់នឹងគឺពួកគាត់មានកំហុសអ្វីនោះឡើយគ្រាន់តែគាត់ជិះម៉ូតូទៅតាមផ្លូវសាធារណៈគឺកងអាជ្ញាធរនិងកងបណ្ដាអាវុធនោះគឺបានដេញស្ទាក់និងបានវាយតប់ទៅលើរូបរាងកាយគាត់ផងដែរដូច្នេះហើយគឺយើងនៅតែបន្តទាមទាររហូតលុះត្រាតែបានយុត្តិធម៌ប្រកបមួយក្នុងសង្គមខ្មែរជាពិសេសនោះគាត់បានចេញសេចក្តីប្រកាសមិនឲ្យប្រជាពលរដ្ឋជួបជុំគ្នានៅក្នុងចំនួន10នាក់នោះទេអញ្ចឹងក្នុងនោះដែរគឺយុវជននិងប្រជាពលរដ្ឋមួយចំនួននឹងមានការប្រឆាំងនឹងតវ៉ានៅសេចក្តីប្រកាសនោះនៅក្នុងពេលឆាប់ៗនេះដែរបាទយើងនឹងធ្វើបាន